ពីព្រេងនាយមានបិសាចមួយឈ្មោះរាមាសូរនិងនាងអរទេវីមួយឈ្មោះមេឃលាអ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានឫទ្ធិម្នាក់ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថាបិសាចនិងនាងមេឃលាបានខំរៀនប្រណាំងប្រជែងគ្នាដើម្បីបំពេញចិត្តគ្រូរៀងខ្លួនហើយអ្នកទាំងពីរប្រកបដោយបញ្ញាវៃក្រៃលែងដូចគ្នាតាបោះក៏ស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នាពេលតាបោះបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាហើយលោកក៏ចង់លបងវិជ្ជាសិស្សមើលថាតើអ្នកណាមួយប៉ិនប្រសពជាងគេទើបលោកនិយាយទៅកាន់សិស្សថាបើអ្នកណាយកកែវមួយមានទឹកសន្សើមពេញមកឲ្យខ្ញុំបាននោះខ្ញុំនឹងធ្វើទឹកនោះឲ្យคล้ายទៅជាកែវមនុស្សរាហើយដោយគុណភាពនៃរតនវត្ថុនោះអ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វីឬចង់បានអ្វីចេះតែបានសម្រេចទាំងអស់រាមាសូរក៏យកកែវមួយទៅត្រងទឹកសន្សើមដែលទៅនៅស្លឹកឈើនិងស្មៅផ្សេងវាបានខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹកប៉ុន្តែឥតបានផលល្អសោះចំណែកឯនាងមេឃលាដែលជាស្រីគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្ពោតហើយយកទៅដាក់ដិតលើទឹកសន្សើមដែលដក់នៅលើស្លឹកឈើនិងនៅលើស្មៅទាល់តែដុំឈើនៅជក់ទឹកពេញទាំងអស់បន្ទាប់មកនាងមេឃលាបានយកដុំឈើនៅទៅច្របាច់ទឹកដាក់ក្នុងកែវអាស្រ័យដោយហេតុដូច្នេះនាងក៏រកទឹកសន្សើមដាក់កែវបានពេញហើយក៏យកកែវនោះទៅជូនមហាតាបសហេតុដូច្នេះបានជានាងអរទេវីត្រូវបានតាបសសម្គាល់ថាប៉ិនប្រសពជាងបិសាចតាបោះជប់ទឹកសន្សើមនោះឲ្យកើតទៅជាកែវហើយប្រគល់ទៅឲ្យនាងមេឃលាដោយប្រាប់ថាកែវនេះមានគុណភាពខ្លាំងណាស់បើអ្នកមានបំណងអ្វីមួយគ្រាន់តែលើកកែវនេះគ្រវីឡើងនោះមួយរំពេចសេចក្តីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាមមួយទៀតដោយគុណភាពនៃកែវនេះអ្នកអាចហោះកាត់អាកាសកប់ពុកជ្រកអាចជន្លែងទៅកាន់កន្លែងណាក៏បានទាំងអស់នាងអរទេវីក៏ទទួលយកកែវនោះមកលើកគ្រវីឡើងលើស្រាប់តែហោះវឹងទៅលើមេឃតម្រង់ទៅមហាសាគរចំណែកឯរាមាសូរអាស្រ័យដោយការព្យាយាមដ៏យូរក៏រកទឹកសន្សើមដាក់បានពេញកែវហើយយកទៅថ្វាយមហាឫសីពោលថាចៅឯងយករបស់នេះមកយឺតយូរពេកហួសពេលតាត្រូវការឥឡូវតាបានឲ្យរតនវត្ថុនោះទៅនាងមេឃលាទៅហើយមន្តអាគមគាថារបស់តាអាចជប់វត្ថុបែបនេះបានតែមួយដងទេពេលបានឮមហាតាបសថាដូច្នេះរាមាសូរក៏កើតសេចក្តីទុំស្ពន់ប្រមាណហើយក៏ស្រែកយំអណ្ដើកអណ្ដោកយ៉ាងខ្លាំងដើម្បីលួងចិត្តបិសាចតាបសក៏ប្រាប់ថាចូលចៅកុំកើតទុកខ្លាំងពេកចាំតាឲ្យពូថៅមួយពូថៅនេះអ្នកអាចយកទៅឆ្លួដណ្ដើមយកកែវពីនាងអរទេវីមេឃលាបាននាងមេឃលានេះចូលចិត្តហោះហើរលេងនៅលើអាកាសដើម្បីមុជទឹកភ្លៀងដែលមានភ្លៀងម្ដងចូលអ្នកចោលពូថៅនេះទៅលើវានឹងបោះចោលកែវដ៏មានតម្លៃនោះប៉ុន្តែនៅពេលប្រយុទ្ធគ្នានោះចៅឯងឃើញវាលើកកែវឡើងគ្រវីចូលចៅឯងបិទភ្នែកភ្លាមមុននឹងចោលពូថៅទៅលើវាពេលរាមាសូរបានពូថៅមកកាន់នៅនឹងដៃហើយវាក៏ហោះស្វែងរកនាងមេឃលាដើម្បីដណ្ដើមកែវមនុស្សរាប៉ុន្តែពេលនាងមេឃលាបានឃើញរាមាសូរភ្លាមនាងក៏យល់ឃើញថាបិសាចនេះប្រកាសជាមានបំណងធ្វើអាក្រក់មកលើនាងពុំខានទើបនាងលើកកែវគ្រវីឡើងហោះទៅលើអាកាសវេហាខ្ពស់ក្រៃលែងខ្ពស់ពេលក្រឡេកឃើញពន្លឺចាំងនៃកែវមានសិល្បភ្លាមបិសាចក៏បិទភ្នែកវាចិត្តរួចក្រវែងអាវុធវាទៅអាវុធនោះក៏ហោះយ៉ាងលឿនវាសូរសម្បើមក្រៃលែងប៉ុន្តែឥតត្រូវនាងមេឃលាទេចាប់តាំងពីពេលនោះមកទើបនៅពេលមានភ្លៀងផ្គរគេឃើញចាំងពន្លឺកែវហើយរីសូរសំឡេងយ៉ាងខ្លាំងនៃអាវុធនោះអាស្រ័យហេតុនេះហើយបានជាក្នុងភាសាខ្មែរយើងឲ្យឈ្មោះដុំថ្មទាំងឡាយណាដែលមានរាងដូចផ្លែពូថៅឬជាប់កាប់ក្បាលស្រួចឬដូចកំបិតថាកម្មរន្ទះក៏ហើយសន្មតរបស់ទាំងនេះថាជាព្រួញរបស់យក្សបាញ់នៅលើមេឃធ្លាក់មកដី